games ត្រូវបានខាត់ខាំងនៅប្រទេសកម្ពុជាមាន online games ដដែលប៉ុន្តែវាត្រូវបានខាត់ខាំងជាផ្លូវការដូច្នេះទីប្រជុំជននៃលបែងស៊ីសងបានត្រូវផ្អាកដោយសារតែកំពង់សោមនឹងវាជាសម្បុករបស់ online games ដែលនៅក្នុងនឹងបង្កប់នៅក្រុមចោរកម្មច្រើនប្រភេទចោរកម្មចរាចរណ៍លុយក្រខ្វក់ចោរកម្មចរាចរណ៍មនុស្សចោរកម្មចរាចរណ៍ផ្លូវភេទចោរកម្មចរាចរណ៍មនុស្សសម្រាប់ឆ្លងទៅកាន់ប្រទេសដទៃចោរកម្មជំរិតមនុស្សជាដើមលក្ខនឹងលក្ខហើយនឹង scammers ដទៃទៀតច្រើនយ៉ាងកំពង់សោមនឹងខ្លាយទៅជាសម្បុកនៃ games និង gambling លបែងនិងលបែងស៊ីសងសពសារពើវាធ្វើឲ្យចិននឹងមានការចាប់អារម្មណ៍ចំពោះការរកស៊ីមានបានហ្នឹងក៏សម្រុកមកកំពង់សោមនឹងខ្លាំងណាស់តែដោយ COVID-19 ហ្នឹងហើយនឹងការបិទ online games ហ្នឹងវាធ្វើឲ្យចិនហ្នឹងវារអាក់រអួលក្នុងការមកចោមរោមនៅកំពង់សោមនឹងធ្វើការរកស៊ីរបស់ខ្លួននឹងមួយដោយសារតែមូលហេតុពីរហ្នឹង COVID-19 ហើយនឹងsuspension of online games and scamming ហ្នឹងក៏បានបង្កើតនៅការរអាក់រអួលលើសំណង់ដែលតាមរយៈព័ត៌មានខ្មែរគឺថាមានសំណង់ប្រហែលជា 1700 សំណង់មានសំណង់ប្រមាណ 1700 សំណង់នៅកំពង់សោមដែលជាសំណង់រអាក់រអួលតាមរបាយការណ៍បរទេសគេនិយាយថាវាមានសំណង់រអាក់រអួលជាង 2000 សំណង់តែតាមរបាយការណ៍របស់រាជការកំពង់សោមថាសំណង់មានជាង 1600 ខ្ញុំវាយកាត់ទៅថា 1700 សំណង់វារអាក់រអួលរីឯភាពរអាក់រអួលហ្នឹងវាមានច្រើនយ៉ាងហើយស្មុគស្មាញណាស់ខ្ញុំអាចលើកបានមានដីចិនដែលចិនទិញដីកំពង់សោមហ្នឹងហើយធ្វើសំណង់ណាមានន័យថាland ហ្នឹងបត់ណាហើយនឹង construction សំណង់ដែលចិនវាទិញដីហ្នឹងហើយណាវាទិញដីហើយវាសង់វាមានសំណង់មួយទៀតវាជួលដីហើយវាសង់ដល់វាកើតរឿង COVID-19 ហើយនឹង suspension of gamble of online games នៅស្រុកខ្មែរហ្នឹងវាធ្វើឲ្យពួកចិនហ្នឹងវាអត់បានមកសង់ទេអាដីរបស់ចិនដែលវាមានហើយក៏វាមិនបានសង់បញ្ចប់ដោយសារ COVID-19 ផងដោយសារវាអត់មានគោលដៅមុខរបរវាចង់សង់ហ្នឹងដើម្បីបង្កើតមុខរបរតែតាក់ទងនឹង online ណាដល់វាអញ្ចឹងវាផ្អាកតែអាដីដែលចិនវាជាម្ចាស់ឲ្យសង់មិនហើយណាមិនសូវមានបញ្ហាទេអានោះដោះស្រាយបានបញ្ហាដែលឈឺក្បាលជាងគេសម្រាប់រាជការក្រុងកំពង់សោមគឺដីហ្នឹងខ្មែរអ្នកធំឬក៏ខ្មែរអ្នកមានខ្នងឬខ្មែរអ្នកមានខ្សែមានដីឲ្យជួលឲ្យចិនសង់ដល់អា COVID-19 ណាអា COVID-19 ហើយនឹង suspension of online games ហ្នឹងណាវាកើតឡើងមកអាមុខរបរដែលចិនវាធ្វើហ្នឹងក៏វាមិនបានធ្វើក៏វាអត់បានសង់បន្តទៅទៀតវាទុកខ្មោចសំណង់ហ្នឹងនៅស្ដោកស្ដឹងលើដីដែលចិនហ្នឹងវាជួលខ្មែរវាជួលពីខ្មែរហើយប្រហែលឆ្នាំហ្នឹងមានចិនខ្លះក៏វាឈប់បង់វាអត់បង់ថ្លៃឈ្នួលឲ្យម្ចាស់ដីទេ
có mà chặt đầy khmer nó về cao bạch nha thằng mà chùa đầy ở chân về ọt màu bằng lại đầy thế khmer praឧបករណ៍ច្បាប់របស់ខ្លួនណាទៅតុលាការទៅអីចឹងណាក៏រឹបអូសយកដីមកវិញក្នុងន័យនឹងមូលហេតុថាដីហ្នឹងចិនវាជួលហើយវាថាវាសងឥឡូវអាថ្លៃឈ្នួលដីក៏វាមិនបង់អាសំណង់ក៏នៅងាប់លើដីហ្នឹងអញ្ចឹងខ្មែរក៏ប្រើឧបករណ៍ច្បាប់របស់ខ្លួនហ្នឹងម្ចាស់ដីហ្នឹងឡាយឡុងមានន័យប្រមូលយកមកអាសំណង់នៅលើហ្នឹងបើវាយចោលបានវាយចោលបើវាយចោលមិនបានទេចង់យកមកសង់ធ្វើអីខ្លួនឯងអាហ្នឹងកើតបញ្ហាមួយទៀតគឺមិនត្រឹមតែរឹបអូសយកមកវិញទេក៏ប្រើគេហៅ liability law ដែលផ្ដល់ថាទៅសមាគមចិននៅកំពង់សោមហ្នឹងឲ្យទៅរកថាអ្នកដែលបានមកជួលហ្នឹងវាជាប់បំណុលអាហ្នឹងក៏រឿងមួយយ៉ាងទៅណារឿងមួយយ៉ាងទៀតខាងចិនហ្នឹងក៏វាអត់សប្បាយចិត្តជនជាតិចិនហ្នឹងវាអត់សប្បាយចិត្តពេលដែលវាមកអើតកំពង់សោមវិញអាសំណង់របស់វាហ្នឹងក៏ត្រូវគេរឹបអូសយកហើយវាហ្នឹងក៏មានបន្ទុកអីចឹងវាអត់សប្បាយចិត្តអញ្ចឹងពួកចិនដែលវាមកចោមរោមរកស៊ីនៅកំពង់សោមហ្នឹងវាកើតពាក្យចចាមអារាមឲ្យចិនគ្នាវាថានេះពួកអាខ្មែរអស់នេះវាធ្វើសាញ់ចិត្តរបស់វាអត់មានយោគយល់ទេកន្លែងស្រុកខ្មែរនេះរកស៊ីលេងបានបើបើកកាស៊ីណូក៏មិនសូវមានមនុស្សមកលេងបើធ្វើអនឡាញហ្គេមក៏ធ្វើមិនបានណាហើយដីថ្លៃហើយជួលថ្លៃណាស់អញ្ចឹងកន្លែងកំពង់សោមហ្នឹងរកស៊ីមិនបានទេអាពាក្យសម្ដីហ្នឹងវាផ្សាយទៅក្នុងចំណោមចិនបានជាពួកចិនហ្នឹងវាអត់សម្រុកភ្ញាក់ផ្អើលមកទិញដីទៀតទេដោយសារអីដោយសារបញ្ហានោះមានន័យថាចិនវានិយាយគ្នាវាថាកំពង់សោមនេះយ៉ាងម៉េចដែរកន្លែងកម្ពុជានេះយ៉ាងម៉េចដែរវាមាន perspective ទេមានគេហៅថាមានហាងឆេងសម្រាប់អូស៊ីទេវាប្រាប់គ្នាវាថាអត់មានទេណាអត់មានទេហើយដីថ្លៃដូចមាសណាហើយក៏វាប្រាប់គ្នាវាថាទិញដីលើកមុនអ្នកទិញទាំងអស់បងលុយឈ្មោះហើយឲ្យតម្លៃដីនឹងវាហួសតម្លៃហើយឥឡូវហ្នឹងស្រុកខ្មែរមិនមែនជាកន្លែងដែលយើងអាចបង្កើតសម្បុករកស៊ីបានទេអាពាក្យហ្នឹងវាល្អមល្អាមធម្មតាអាពាក្យអវិជ្ជមានណាពាក្យមិនល្អហ្នឹងវាចាស់ទៅលើពួកចិនវាអត់ចង់មកទេណាខ្ញុំនិយាយជាមួយពួកហុងកុងអីវាថា project ធំនៅស្រុកខ្មែរបានណាមានរាជការអីដឹងឮខ្លាំងតែកំពង់សោមវាប្រើពាក្យថារកស៊ីមិនបានវាអត់មកទេខ្ញុំនិយាយជាមួយពួកម៉ាកាវពួកអីវាថាបានជាកាស៊ីណូនៅក្នុងប្រទេសកម្ពុជាវាល្មមមានកាស៊ីណូល្មមហើយមានន័យថា casino gambling businesses in Cambodia it's about average no need to be constructed or open more because number of gamblers ហ្នឹងវាល្មមមនុស្សដែលមកលេងចរន្តលុយហ្នឹងវារបស់ដែលមានហើយហ្នឹងគេអាចគ្រប់គ្រងទីផ្សារហ្នឹងបានតែបើឲ្យសង់ថែមទៀតវាអត់ប្រយោជន៍ទេអញ្ចឹងបើកាស៊ីណូស្របច្បាប់អត់ប្រយោជន៍ព្រោះទីមួយដីវាថ្លៃហួសណាហើយវាអត់មានកន្លែងដែលចិនមកលេងឬក៏អាចប្រទេសកម្ពុជាហ្នឹងតាក់ទាញបរទេសណាមកលេងបៀលាបមកលេងលបែងស៊ីសងនៅក្នុងកាស៊ីណូហ្នឹងវាអត់មានអញ្ចឹងវាតាក់ទើវាអត់ទេហើយចំណែកអាសម្បុកចោរកម្មពណ៌ប្រផេះវាថាស្រុកខ្មែររស់ស៊ីបានទេស្រុកខ្មែររស់ស៊ីបានតាមរបៀបលួចលាក់ស្រុកខ្មែរចង់ចរិតមនុស្សចង់លក់គ្រឿងញៀនចង់ចរាចរលុយពណ៌ប្រផេះចង់ធ្វើអីចង់រៀបចំប៉ាសពតដើម្បីឆ្លងដែនអីធ្វើបានប៉ុន្តែកុំឲ្យបណ្ដុំនៅមួយកន្លែងហើយក៏អត់ត្រូវការទិញដីខ្មែរដើម្បីឈរជើងទេដើម្បីតាំងទីទេគឺទៅជួលហើយកុំឲ្យនៅកំពង់សោមហ្នឹងទៅស្រុកចុងកាត់មកញក់ទៅតម្លៃជួលថោកតែអាកំពង់សោមហ្នឹងវាមានពួកចិនវាចាត់ទុកថាជាកន្លែងដែល
វាគិតថាខ្មែរយើងហត់ឈាមវាខ្មែរយើងនឹងគិតលុយវាកាក់ពាក្យស្គ្រាមមកភាសាថាខ្មែរយើងកាប់វា100ហើយកុំប្តឹងមិនឈ្នះទេពីព្រោះខ្មែរដែលមានដីនៅកំពង់សោមធំហ្នឹងសិតតែគេមានអំណាចអញ្ចឹង don't do business ជាមួយពួកអស់ហ្នឹងយើងមិនអាចរកស៊ីបានទេជាមួយពួកហ្នឹងកាប់យើងមួយអញ្ចឹងបើទៅរកស៊ីគឺទៅបញ្ជ្រាបក្នុងជនបទនានានៃកម្ពុជាធ្វើគេហៅថា mobile criminal mobile scammers ចល័តពីមួយទៅមួយទៅសរុបសេចក្តីមកអាគោលដៅដែលធ្លាប់កើតឡើងថាមកទិញដីស្រុកខ្មែរនេះវាធ្លាក់ចុះវានៅសល់ណាមូលហេតុតែមួយនឹងឯងគឺបិទ online game ហើយបិទ online game នឹងរាជការខ្មែរមិនងើបមកនឹកឃើញតែបិទទេវាមានសំណូមពរពីបរទេសអីខ្លះចឹងក្នុងកិច្ចសហប្រតិបត្តិការក៏វាបិទ online game ហ្នឹងណាបើសិនណាជា online game ហ្នឹងសពថ្ងៃវាមាននៅស្រុកខ្មែរតែពីប្រទេសហ្នឹងប៉ុន្តែវាជាគេហៅថាសម្បុក online game ធំអត់មានទេវាជាចល័តវារកស៊ីដូចកដលទេណាយើងគោះទៅរត់ទៅនេះគោះទៅរត់ទៅនោះអញ្ចឹងវាអត់មានទីតាំងវាទេដំបូងពួកចិនដែលមករកស៊ីនោះវាចង់បង្កើតសម្បុកមួយនៅកំពង់សោមហ្មងតែឥឡូវវាប្រាប់គ្នាវាថាអត់ទេអាកំពង់សោមនោះធ្វើសម្បុកយើងអត់បានទេណាដូច្នេះអាលុយដែលយើងយកមកទិញដីខ្មែរហ្នឹងវា overprice មានន័យថាខ្មែរហ្នឹងកាប់វា100អញ្ចឹងវាផ្អាកសិនវាអត់វាកន្លែងស្រុកខ្មែររកស៊ីបានទេអាហ្នឹងហើយដែលធ្វើឲ្យចំនួនចិនដែលមកទិញដីនៅស្រុកខ្មែរធ្លាក់ចុះហ่ะវាអត់មកវិញទេឥឡូវហ្នឹងតាំងពីបើកប្រទេសមកហ្នឹងអាចំនួនអ្នកដេចយួនណាអត់ទេអ្នកដែលលក់បាញ់ហយគឺជាអាហារយួនប៉ុន្តែអ្នកដែលលក់បាញ់ហយឆ្ងាញ់ហើយល្បីគឺចិនទេខ្ញុំប្រាប់នៅស្រុកខ្មែរយើងគឺចិនស្រុកខ្មែរទេដែលលក់អាហារយួនម្ហូបយួនឆ្ងាញ់ចំណែកយួនខ្លួនឯងនឹងអត់សូវល្បីទេនៅសុំជ្រាបណានៅបាត់ដំបងណាហាងបាញ់ហយដែលល្បីមានតែយួនតែមួយហាងទេចំណែកពីរទៀតហ្នឹងគឺចិនហើយមួយគឺខ្ញុំឯងខ្មែរគ្រួសារខ្មែរមិនងាយទេអ្នកលក់ម្ហូបយួនណាហើយខ្ញុំប្រាប់ឆាមីកតាំងតែខ្មែរយើងសាប់ជ្រៅកូនជ្រៅនេះអាសាប់ជ្រៅងៅរហនេះអានោះខ្មែរទៅហៅតាមីកតាំងតាមពិតអានោះកាទៀវឆាទេអានោះងៅរហទេអានោះកាទៀវឆាសាច់គោទេពីដំណាអានោះវារហហ្វាន់តាអានោះគុយទៀវទេប៉ុន្តែខ្មែរយើងគេហៅថាអានោះមីកតាំងតាមពិតពាក្យមីកតាំងពិតប្រកបមិនអញ្ចឹងណាតែខ្មែរហៅមីកតាំងឆាមីកតាំងណាចិននៅស្រុកខ្មែរឆាមីកតាំងមិនឆ្ងាញ់ដល់ខ្មែរឆាមីកតាំងទេណាមិនឆ្ងាញ់ដល់ខ្មែរឆាមីកតាំងខ្មែរឆាមីកតាំងឆ្ងាញ់ជាងអញ្ចឹងហើយបានជាអ្នករុញរទេះណាហើយមីកតាំងនេះខ្មែរមិនដែលមានហាងលក់មីកតាំងនេះពីមុនតិចណាមុន17មេសាណាអានៅពេញខ្ញុំដឹងនៅខាងបាត់ដំបងមិននៅតាមខេត្តខ្មែរមិនដែលមានហាងទេណាខ្មែរមិនដែលមានហាងនេះខ្មែរយើងឆាមីកតាំងគឺរទេះរុញទៅជួលសញ្ញាផ្ទះគេឧទាហរណ៍ផ្ទះទៀមមួយអញ្ចឹងល្ងាចឡើងយើងជួលមកផ្ទះគេណាដាក់តុ4ទៅ6តុទៅថ្ងៃរសៀលឡើងម៉ោង3កន្លះអីហ្នឹងក៏ចាប់ផ្ដើមរុញរទេះហ្នឹងពីព្រោះខ្មែរនោះអត់នៅក្រុងទេនៅជាយក្រុងរុញរទេះហ្នឹងដាក់កង់4ណាដាក់កង់ម៉ូតូណារុញរទេះហ្នឹងមកក៏រៀបតុករៀបអីចឹងទៅហើយពីដើមអត់មានជាក្រានហ្គាសទេប្រើធ្យូងដាក់ទាំងបាវធ្យូងអីមកហើយឆាអាកាទៀវហ្នឹងនៅយ៉ាផ្ទះគេហ្នឹងឆាឆ្ងាញ់តែអាកាទៀវឆាហ្នឹងខ្មែរហៅតែមីកតាំងវាមិនមែនមីកតាំងទេអាងៅរហណាមានទេតែកាទៀវណាមិនមែនកតាំងទេណា
mà hộp việc bật bật để hai đam mi cái tăng nó cứ mi khai dương cái bồng pong riêng xuôi á nè nè cha mi cái tăng nó bị đá bên lộ năng đài cái bên bồng pong đôi dương vơ nắng nó bong đạt lẩu đôi vơ nắng là lấy cái ọt men prá đấy đó mày ọt prá đấy lấy số prá hay vơ nắng đó nó sẽ hiện tại năng bay thằng ấy đó vơ nắng nó đôi mến khai nó đôi mà bị vuông đấy rồi đang vuông với tọt nắng với đó vơ nắng nè nè để khai với miền nè cha mi cái tăng nó cái miền là mi mà dáng từ sai bắn trong chỉ cả ấy kịp đảo khăn ở suối đấy đặt đôi dương đồng kịp chứ tuột lên kia nè tuột lên kia tới thấy dương trong nhà mà mi nó cái cách mi nó đặt lên tràn như đây cái cha sa chứ cái sào bị lờ nè xong bây ta mi nó có men cái tăng đây nó khai đây khai đây mi xuôi đó nè mi xuôi để cái cha sa đặt bị lờ đó nè nó khai đây mình trăm cái tăng để hai thằng mi cái tăng á cứ là từ sai mi nó tốt trường thuộc rất có một trường thuộc hai cái vay mi bồng mòn sắt cái vay mi bồng mòn rồi mi bồng tiền sắt cái vay máu hai cái dọc cái từ đảo ở về xuôi đảo ở về xuôi á xuôi hai cái cha cái đường nó mà đặt bị lờ nó mà mi cái tăng trong tour ở Hồng Kông hôm nay mi cái tăng dương đi cái tiêu đấy nó nơi Hồng Kông cái hai cười tiêu cha tất sắp chào rí cái tiêu đặt sân đây bật đo hay năng sạch cô nó ở miền đặt tất là nó gào con chào người sọc America những cái bậc cát mà mắt cái chào phần bệ năng ở miền nên ở Hồng Kông miền từ nơi America thế cho lòng đặc biệt năng chân cho nó chẳng ai tập mà với nè để cha cái tiêu mi cái tăng nó cứ máy cha chẳng nhau chẳng bà nào chia rất đắng này nó với mẹ nè đa si phát na môi chỉ việc ai ta về mình thu thế là nè rứa con cá nó về nơi riêng về mẹ chỉ mà nước si phát á nhá tốt đấy nè tôi về việc bong nhóm bên phần bài thì về si phát về đăng á mình đăng rường á nó chẳng để mà hộp mà nhóm ấy si cái tiêu tăng vì tóc nơi thượng cả co nè nhóm lại hàng cái tiêu chân cái tiêu mà chùm xa mặt bóng phê chỉ đánh với squall nhóm đánh nhà con cái bánh hồi đó nhóm coi tóc tóc dân si cái tiêu đó thượng cả co nhóm ấy nhóm chạy hai cái tiêu si đã hai nhóm ấy chương si ngành hai cái tiêu ấy nó ở đấy mình thầm ta nè chan cái tiêu nó nâng tâm chữ ca nó chung đó tôi là show bằng si cả chạy hai cái tiêu si tăng bị phê lần mà nâng chẳng nâng khai với cái đẹp cha chẳng nhau chân cha chẳng vẫn đọc khai đây hai bà bò xàm chốt cắt còn cắt chỉ là phải cắt tích nha con ơi đọc phê rồi này trong này bò xàm chốt xàm chốt nơi sọc khai đi hai nâng xàm chốt sọc chấn ở đôi kia tệ xàm chốt sọc khai hay sọc chấn ở đôi kia tệ cái hai xàm chốt đôi kia phần tay sọc khai hay sọc chấn có khóc nè đài nó xàm chốt khóc nè hai xàm chốt khai thưa có ngắn chân thưa có ngắn chân thưa có ngắn phải thưa ngắn vì pro bà hát để cái thưa nó sọ ở bên vô bà hát tục đôi chọn ngay để ở đây ngắn nó mùi tiết hang bài cái hàng bài nữa dương từ nhắm mẹ mẹ climb đi hàng bài dương về ngày trăng dương trong từ nhắm bài vậy hàng bài á cái miền chọp nộp xá chỉ hàng miền tộc buồn đọc thầy tộc ấy chẳng anh chỉ hàng bài đây mà ông bà hai chị đọc cái là hãy đến cái bật đây đọc là dùng nó có cái bài
ចាប់ពីម៉ោង 9 ព្រឹកគេចាប់ដើរបើកគេលក់តែបាយទេជួនកាលបើគេចង់បើកកាហ្វេគេចង់បើកកាទៀវបើអីគេបើកពីម៉ោង 4 ភ្លឺហ្នឹងព្រោះហាងកាហ្វេនៅស្រុកខ្មែរបើកម៉ោង 4 ភ្លឺម៉ោង 4 ភ្លឺបើកហើយពីដើមបើកហើយហាងកាហ្វេបើកហើយម៉ោង 4 ភ្លឺបើកហើយណាជួនកាលគេបើកហាងកាហ្វេគេបិទម៉ោង 3 រសៀលនឹងភាគច្រើនកាហ្វេមានតែនំទេនំប៉ាវនំអីណាតែបើសិនជាកាហ្វេហើយកាទៀវហ្នឹងគេបើកពីម៉ោង 4 ទៅគេមានកាទៀវតាំងព្រឹកទៅដែរគេមានកាទៀវតាំងព្រឹកទៅដែរអញ្ចឹងអាហារបាយនេះគ្មានខ្មែរទេឆ្នាំ1900មុនឆ្នាំ1975ឲ្យតែហាងបាយគឺគ្មានហាងខ្មែរទេគ្មានទេគឺចិនអ្នកបើកហើយឆាម្រះព្រៅអន្ទង់ឆាខ្ញីឆាគ្រឿងសម្លម្ជូរគ្រឿងសម្លម្ជូរយួនអីធម្មតាខ្មែរទៅស៊ីបាយហាងអត់ស៊ីទេសឡកកោឡបអាហារអត់ស៊ីទេសឡការីក៏មិនស៊ីដែរខ្មែរពីដើមអត់ស៊ីទេទៅស៊ីបាយនៅហាងអត់ស៊ីទេតិចថាទៅស៊ីបាយនៅហាងស៊ីឡកោឡការីអីអត់ស៊ីទេអត់ស៊ីទេម្ហូបអត់ហ្នឹងអត់លក់ទេអត់មានគេធ្វើលក់ទេព្រោះគេអត់ស៊ីទេអញ្ចឹងហាងបាយអត់មានខ្មែរបើកទេគឺចិនបើកអញ្ចឹងពាក្យថាហាងបាយហ្នឹងគឺមានឆាគ្រឿងឆាគោកឆាហិលអីចឹងមានលៀសឆាមានអីចឹងមានឆានេះឆានោះមានសម្លទឹកសម្លម្ជូរយួនមានស្ងោជ្រក់ស្ងោអីណាស្ងោជ្រក់ត្រីអីមានរបស់អស់ហ្នឹងមានប៉ុន្តែសិតតែចិនធ្វើទេឆ្ងាញ់របស់គេណាឆ្ងាញ់របស់គេខ្វៃមុនឆ្នាំ1975បើនិយាយពីខ្មែរយើងអ្នកទីក្រុងកម្រអ្នកណាទិញទាខ្វៃទាំងមូលស៊ីណាកម្រអ្នកណាទៅទិញថាហេកាប់ទាឲ្យខ្ញុំមួយកម្រណាផ្សាយបានទិញទាំងមូលទេទិញច្រើនទិញមួយជាហៀងហើយមានអ្នកខ្លះហ្នឹងអត់ទិញទេអត់ទិញតួទាខ្វៃមួយជាហៀងទេទិញមកផ្លូវណាអូខេឬក៏1/4មួយជាហៀងពាក់កណ្ដាលយកអាខាងក្បាលឬយកខាងកតុយហ្នឹងមួយទៀតអ្នកដែលទិញទាខ្វៃហ្នឹងមានអ្នកខ្លះគ្នាគេមិនសូវមានលុយតែគេចង់ញ៉ាំខ្វៃដែរគេទិញតែកទាទេកហើយក្បាលពីដើមខ្ញុំចូលចិត្តណាស់កទាខ្វៃហើយទាខ្វៃស្រុកខ្មែរដែលឆ្ងាញ់ទី1រឿងខ្វៃវាល្មមទេតែទឹកជ្រលក់ទឹកជ្រលក់ហ្នឹងគេអត់យកមកជ្រលក់ទេគេស្រោចពីលើណាគេស្រោចពីលើពេលគេកាប់ទាហ្នឹងគេស្រោចទឹកជ្រលក់ហ្នឹងឆ្ងាញ់របស់គេឆ្ងាញ់ដាក់ម្ទេសស្រស់មកឆ្ងាញ់របស់គេហើយនឹងស្លឹកខ្ទឹមស្លឹកហើយនឹងសក់ឆ្ងាញ់របស់គេខ្ញុំចូលចិត្តអាកទាហ្នឹងសម្បើមស្អីក៏ខ្ញុំមិនញ៉ាំដែរញ៉ាំកទាហ្នឹងចូលចិត្តតែខ្វៃមិនសូវជាថោកទេពីដើមទាខ្វៃថ្លៃបាទតែចំណាយផាក់ឡូវអាហ្នឹងទាំងខ្មែរទាំងចិនគេបរិភោគច្រើនឆាស៊ូមិនសូវទេថ្លៃខ្ញុំគ្មានវាយបហាគាត់អីកុំតាមណាខ្ញុំអត់មានវាយបហាទេខ្ញុំនិយាយពីអាជាសវុតនឹងខ្ញុំអត់មានវាយបហាអីវាខ្ញុំមានទៅស្អប់ទៅខឹងអីវាកូនឯងសម័យកុម្មុយនីសកូនឯងត្រូវគេលៀងខួរក្បាលកូនឯងកុំច្រឡំណាខ្ញុំអត់មានទៅខឹងសម្បាវាទេណាកូនខ្ញុំអត់មានទៅខឹងសម្បាវាទេខ្ញុំនិយាយថាវាអាយុប៉ុណ្ណឹងហើយវាបំរើកិច្ចការយួនមុននឹងវាចាញ់មកក្រៅហើយវាអត់ស្គាល់យួនអញ្ចឹងឯងបានថាកូនឯងក្មេងៗហ្នឹងអត់ចេះស្ដាប់ភាសាខ្មែរទេអញសង្ស័យតែអត់ចេះស្ដាប់ទេកូនអើយកូនឯងមិនក៏អត់ចេះស្ដាប់អញ្ចឹងកូនឯងស្មានតែខ្ញុំនិយាយពីអាជាសវុតហ្នឹងខ្ញុំទៅវាយបហាវា
ទី1អាពាក្យវាយប្រហារហ្នឹងគឺវាចូលទៅក្នុងខួរក្បាលកូនឯងអត់ឲ្យបានសេចក្តីសុខនៅក្នុងចំណោមខ្មែរទេខ្ញុំនិយាយពីអាជាសវុតអត់មានវាយប្រហារអីទេខ្ញុំនិយាយពីគំនិតមនុស្សខ្លីឬវែងដាក់តនទេខ្ញុំកំពុងតែបដៅក្មេងជំនាន់ក្រោយហ្នឹងកុំឲ្យចិត្តចង្អៀតកុំឲ្យឃើញមុខមនុស្សស្អប់គេហ្នឹងមួយកុំឲ្យឃើញមុខគេហ្នឹងចោតគេថាយួនចិនចាមឆ្វេហ្នឹងពីរណាកុំឲ្យមើលមនុស្សតែខោអាវខាងក្រៅដូចយើងអានសភៅមើលតែក្របអញ្ចឹងណាកូនមិនមែនរឿងវាយប្រហារអីទេអូខេអត់មានរឿងអីវាយប្រហារទេហើយកូនឯងកុំច្រឡំណាកូនឯងចូលចិត្តស្ដាប់អាជាសវុតណាបើកូនឯងលឺសូគេនិយាយពីអាជាសវុតហើយកូនឯងអត់ស្ដាប់គេកូនឯងខឹងគេអាហ្នឹងកូនឯងប្រកាន់ហើយបើកូនឯងចូលចិត្តខ្ញុំឲ្យលឺសូអាជាសវុតនិយាយអីពីខ្ញុំហ្នឹងខឹងជាសវុតណាអាហ្នឹងខុសហើយដូច្នេះហើយទី1គឺខ្ញុំអត់មានវាយប្រហារអីទេអត់មានទេខ្ញុំនិយាយអំពីថាគំនិតវាខ្លីវារៀនបានធំជាងខ្ញុំវាចាស់ជាងខ្ញុំប៉ុន្តែគំនិតវាខ្លីខ្ញុំមិនស្គាល់វាណាវាថាវា friend ជាមួយខ្ញុំតាអាហ្នឹងវាធ្វើការនៅក្នុងជាមួយយួនវាបំរើយួនជាមួយនឹងបងសុកអេសាននេះសុកអេសានអ្នកនាំពាក្យណាបព្វជិជនណា